បាទគ្រប់ជំរាបសួរបងប្អូនទាំងគ្នាចឹងថ្ងៃហ្នឹងខ្ញុំមានវីដេអូមកចង់បន្តពីអភិមុនចឹងថ្ងៃហ្នឹងខ្ញុំចង់មកបញ្យល់ពីមួយ system ធ្វើជាខ្លីទេมันអាចធ្វើវែងដោយសារធ្វើវែងទៅវាធ្វើការពិបាកកាត់តឲ្យផុសចូលចុះឥឡូវយើងកាត់ទៅតោះចឹងរើសយក manual មកចាកន្លងទាំង4នេះខ្ញុំបានបញ្យល់លើវីដេអូមុនហើយចឹងបងប្អូនចាំអ្នកមិនតាន់បានចូលមើលបងប្អូនអាចទៅចូលមើលបានហើយខ្ញុំរើសយកសេរីឡានដដែលដែលខ្ញុំស្រុបបញ្យល់ពីវីដេអូមុនហើយខ្ញុំយក08យក TCIA ចា General Information នេះវាពាក់ព័ន្ធនឹងព័ត៌មានទូទៅអញ្ចឹងព័ត៌មានទូទៅវាចម្រុះបាទវាចម្រុះអញ្ចឹងបងប្អូននេះវាអាចវាណែនាំយើងពីរបៀប how to use the this manual បានតារបៀបមើលទៅលើឯកសារហ្នឹងអញ្ចឹងអានេះខ្ញុំបញ្យល់ខ្លីមួយដូចជាកន្លែងនេះអានេះលេខតួវាជាលេខតួវាគេឲ្យនិយមន័យមានកន្លែងទី1ទី2ទី3ទី4ដល់ទី10អញ្ចឹងទី1នេះ KMG នេះគេចង់សំដៅលើអីអញ្ចឹងនៅក្នុងកន្លែងទី1គឺគេបញ្យល់ KMJ នេះបានន័យថាប្រភេទ Hyundai Motor Company បានថាបើសិនជាក្បាលលេខតួរបស់បងប្អូនប្រភេទ KMJ គឺជារបស់ក្រុមហ៊ុនកូរ៉េតែបើក្បាល WIC នេះជា World Manufacturer Identification Code បានន័យថាវាជាស្តង់ដារពិភពលោកស្តង់ដារសកលអញ្ចឹងបងប្អូនទៅកលេចមកមើលពាក្យក្រោមនេះបាទអញ្ចឹងកន្លែងគឺការពិពណ៌នាអំពីព័ត៌មានទូទៅដែលបងប្អូនអាចចូលមកបានបាទហើយបន្តទៅមុខទៀតចូលប្រព័ន្ធ engine អញ្ចឹងវីដេអូហ្នឹងខ្ញុំបញ្យល់មកប្រព័ន្ធ1000សិនពីរបៀបប្រើប្រាស់បាទមិនមែនជាការបញ្យល់អំពីទ្រឹស្ដីជួសជុលទេអញ្ចឹងបងប្អូនស្ដាប់ឲ្យទាន់ហើយវីដេអូដែលខ្ញុំធ្វើឡើងគឺចង់បញ្យល់អំពីការប្រើប្រាស់កម្មវិធីដើម្បីឲ្យបងប្អូនងាយស្រួលយល់ក្នុងការប្រើប្រាស់នៅពេលដែលបងប្អូនបញ្ចូលទៅបងប្អូនខ្លះក៏ថាំងបញ្ចូលទៅអត់ចេះប្រើអញ្ចឹងដើម្បីដោះស្រាយបញ្ហាចំណុចហ្នឹងខ្ញុំធ្វើជាវីដេអូអំពីរបៀបប្រើប្រាស់ឲ្យបងប្អូនឃើញតែម្ដងហើយក៏ខ្ញុំបញ្យល់នឹងមានការបកស្រាយបកប្រែទៅលើពាក្យបច្ចេកទេសនីមួយៗជូនបងប្អូនអញ្ចឹងតាមដានបន្តទាំងអស់គ្នាបាទអញ្ចឹងចូលមកដល់ timing system ហើយ select យក timing chain នេះអញ្ចឹងពាក្យថា component ហ្នឹងគឺជាទីតាំងបាទទីតាំងរូបភាពរបស់វាហើយបើយើងមើលទៅលើ timing chain នេះគឺតង់គេហៅតង់របស់វាបាទហើយកន្លែងមកមើលវាមានទី1ទី2ទី3អញ្ចឹងទី1ទី3អានេះវាដៅឈ្មោះបាទអញ្ចឹងបងប្អូនដែលចង់ស្គាល់ឈ្មោះគ្រឿងបង្គំឡាននីមួយៗគឺយើងអាចមើលលើចំណុចហ្នឹងអញ្ចឹង timing chain up cover front cover នេះ upper front cover នេះពាក់ព័ន្ធនឹងសរទះខាងលើបាទវា upper សរទះខាងលើហើយបើបើសិនបងប្អូនអត់ចេះអង់គ្លេសបងប្អូនអាចយកទៅឲ្យ Google Translate បកប្រែបានបាទអញ្ចឹង repair procedure នេះនីតិវិធីក្នុងការជួសជុលអញ្ចឹងវាមានប្រាប់ពីរបៀបដោះដាក់ឲ្យយើងបាទអញ្ចឹងតទៅមុខទៀតអញ្ចឹងចេញពី timing chain ចូលមក cylinder head assembly នេះពាក់ព័ន្ធនឹងប្រព័ន្ធក្បាលកន្លះបាទអាហ្នឹងវាសង្កត់ទៅលើប្រព័ន្ធក្បាលកន្លះអញ្ចឹងប្រព័ន្ធក្បាលកន្លះវាមានគ្រឿងបង្គំអីមួយមានឈ្មោះវាមានឈ្មោះឲ្យយើងមើលហ្មងនេះអញ្ចឹងបងប្អូនមើលលេខរៀងវាឧទាហរណ៍ទី7ទី7ហ្នឹងវាដាក់ valve អញ្ចឹង valve គឺជា valve ស្ប៉ាប់ហ្នឹងឯងគឺស្ប៉ាប់វាហើយយើងមើលនីតិវិធីជួសជុលវាអញ្ចឹងរបៀបដោះដាក់វាមានដូចគ្នាបាទអញ្ចឹងមាន spec ក្នុងការដោះក្នុងការរឹតប្រមាណរៀបចំអីមិនអញ្ចឹងវាមានក្នុងហ្នឹងហើយពេលដែលបងប្អូនបញ្ចូលទៅបងប្អូនអាចយកទៅមើលបានចេញពី cylinder head ចូលមក engine intersection ពាក់ព័ន្ធនឹងប្រព័ន្ធទប់លំនឹងម៉ាស៊ីនអញ្ចឹងគេហៅជើងម៉ាស៊ីនហ្នឹងហើយបាទប្រព័ន្ធជើងម៉ាស៊ីនវាហើយក៏មានកន្លែងដោះដាក់ដូចគ្នាហើយខ្ញុំធ្វើវីដេអូយើងលឿនតិចកុំឲ្យវីដេអូវាវែងពេកអញ្ចឹងខ្ញុំបញ្យល់សង្ខេបខ្លីៗឲ្យបងប្អូនមើលហើយ cylinder block នេះពាក់ព័ន្ធនឹងស៊ីឡាំងបាទស៊ីឡាំង cylinder ហ្នឹងពាក្យបច្ចេកទេសហ្នឹងហើយអញ្ចឹងអានេះគ្រឿងបង្គំរបស់វាហើយខ្ញុំបញ្យល់ចំណុចកន្លែងមួយវាដាក់ទុកខ្វេហ្នឹងអាហ្នឹងខ្ញុំអានមិនដឹងអានត្រូវអានខុសគាត់ខ្ញុំអានតាមអ្វីដែលខ្ញុំយល់ណាអញ្ចឹងពាក្យដាក់ NM គេហៅថាຂະຫນាត Newton នៃការរឹតសោគីឡូបើសិនបងប្អូនប្រើសោគីឡូយើងវាមានຂະຫນាត Newton ຂະຫນាត kgs
ហើយនឹងខាណាតLM ណាវាមាន foot pound មាន kilo pascal មាន newton បាទហើយអានេះក្បាត់របស់វាពីស្តង់អីចឹងទៅហ្នឹងជារូបភាពជាឈ្មោះគ្រឿងបង្គំហើយរបៀបដោះដាក់របស់វាក៏មាននៅក្នុងហ្នឹងដែរ repair procedure នេះអូខេអញ្ចឹងទៅមុខទៀត clean system ហ្នឹងពាក់ព័ន្ធនឹងប្រព័ន្ធស្អំម៉ាស៊ីនអញ្ចឹងវាអត់មានបង្ហាញទៅលើដង្ហាលអីទេដង្ហាលសិនជាក់អីទេអញ្ចឹងអានេះវាផ្ដោតទៅលើប្រព័ន្ធបូមទឹកវាទេបាទប៉ុន្តែក៏វាមានរូបភាពក្នុងហ្នឹងអញ្ចឹងទី1នេះវាដាក់ fan ទី2វាដាក់ fan clutch អញ្ចឹងនេះ fan clutch របស់វាហើយយើងចំណាំហៅស្អីហៅសបុកឃ្មុំស្អីសបុកឃ្មុំដង្ហាលអញ្ចឹងអានេះរបៀបដោះដាក់វាក៏មានដែរនៅក្នុងហ្នឹងតទៅទៀតគឺ lubrication ពាក់ព័ន្ធនឹងប្រព័ន្ធប្រេងស្អំប្រេងហ្នឹងបាទនេះអញ្ចឹងយើងឃើញហើយមានបូមប្រេងមានស្អំប្រេងនៅក្នុងហ្នឹងហើយរបៀបដោះដាក់វាក៏មាននៅក្នុងហ្នឹងតទៅមុខទៀតចូល intake and exhaust នេះពាក់ព័ន្ធនឹងប្រព័ន្ធកអែកសំាំងហ្នឹងហើយ intake manifold ហ្នឹងកអែអញ្ចឹងប្រព័ន្ធកអែវាមានអីខ្លះអញ្ចឹងបងប្អូនមើលទៅហើយរបៀបដោះវាក៏មាននៅក្នុងដែរហើយ exhaust manifold នេះពាក់ព័ន្ធនឹងប្រព័ន្ធសំាំងហ្នឹងហើយអញ្ចឹងប្រព័ន្ធសំាំងវាមានអីខ្លះមានតាក់បូមានអីជាប់មកប៉ែកខាងវាហ្នឹងបាទឬក៏ប្រព័ន្ធបំភាយផ្សែងហ្នឹងហើយបាទអានេះក៏មានរបៀបដោះដាក់ដែរហើយ front exhaust នេះអាហ្នឹងពាក់ព័ន្ធនឹងតយោសំាំងហ្នឹងហើយបាទអញ្ចឹងចេញពី intake ហ្នឹងទៅ troubleshooting អញ្ចឹង troubleshooting អានេះវាណែនាំពីរបៀបនីតិវិធីក្នុងការមើលកំហូចបាទមើលកំហូចអញ្ចឹងបងប្អូនកន្លែងឃើញមានវាដាក់ថា P1630 អញ្ចឹងលេខកូដវាមានតែប៉ុណ្្នឹងទេមែនអញ្ចឹងមិនមែនទេលេខកូដវាបើយើងមើលនៅក្នុង DTC guide នេះបានច្រើនបាទប៉ុន្តែខ្ញុំមិនទាន់បង្ហាញដល់ហ្នឹងទេគឺខ្ញុំធ្វើវីដេអូមកដំណាក់កាលម្ដងឲ្យបងប្អូនឃើញទេចាឥឡូវយើងចប់នៅប្រព័ន្ធ engine mechanical ហើយវីដេអូយើងក៏មកដល់ចំណុចចប់សិនដែរហើយយើងនឹងបន្តទៅប្រព័ន្ធទាំងអស់នេះទៀតដែលខ្ញុំនឹងបញ្យល់សង្ខេបខ្លីៗឲ្យបងប្អូនយល់ឲ្យដឹងពីរបៀបប្រើប្រាស់អញ្ចឹងបើសិនបងប្អូនចូលចិត្តកុំភ្លេចជួយចុច like ជួយ share បាទម្នាក់មួយទៅជួយឲ្យបេះដូងបាទបងប្អូននៅលើអញ្ចឹងខ្ញុំផុសវាមាន Telegram មាន Facebook មាន TikTok ហើយនឹង YouTube ដែរបាទអញ្ចឹងបងប្អូនកុំភ្លេចជួយឲ្យបេះដូងជួយ share ជួយ like ម្នាក់មួយផងដើម្បីបានវីដេអូបន្តទៀតឲ្យខ្ញុំមានកម្លាំងចិត្តបាទអរគុណបងប្អូនIf you don't do it like it, running out, yeah, running out, yeah.